Commander Mia គឺជា Commander មួយដែលវាយបាននៅ early និង mid game ក៏ប៉ុន្តែគាត់ពិបាកខ្លាំងមែនទែននៅ late game តែទោះជាវាពិបាកនៅតែមានគ្នាយើងយកមកលេងច្រើនមែនទែនក៏ព្រោះថា Commander Mia ធ្វើឲ្យថាពិបាកយកលេខ1ក៏ប៉ុន្តែ top 1ដល់ top 4 គឺថាมันជាពិបាកប្រហែលនេះសម្រាប់គាត់មិនបើខ្ញុំនិយាយថាគាត់អាចយកត្រឹម top 4 តែពិបាកយក top 1ក៏ដោយសារថា Commander Mia បច្ចុប្បន្នហ្នឹងគេលេងភាគច្រើនជាមួយនឹង Synergy Valentine ដែលផ្ដោតសំខាន់ទៅលើ Mia ផ្កាយ3និង Kofra ផ្កាយ3តែសម្រាប់ Mia ផ្កាយ3និង Kofra ផ្កាយ3គាត់អាច carry យើងបានតាមតែ early និង mid game ទេដល់ late game ទៅរួចមួយគេហ្មងកុំឲ្យថាខ្ញុំនិយាយអត់មានផតតាងឥឡូវមើលទៅសូម្បីតែ top global ក៏អត់ងាយហៅបានលេខ1ដែរតែខ្ញុំនៅតែ recommend ទាំងអស់គ្នាឲ្យលេង Commander Mia សម្រាប់អ្នកដែលចង់ up rank ព្រោះថា Commander Mia ធ្វើបើថាវាពិបាកយកលេខ1តែត្រឹម top 4 អីដូចជាអត់ពិបាកទេសម្រាប់ skill របស់ Commander Mia យើងអាចជ្រើសរើសយក hero មួយក្នុងចំណោម hero របស់យើងដាក់នៅរង្វង់ប្រច័ណ្ឌនៅលើក្បាលរៀងរាល់ពេលដែល hero ដែលមានរង្វង់ប្រច័ណ្ឌលើក្បាលបាញ់ basic attack ចំនួន6ដង Commander Mia នឹងធ្វើការបាញ់ចំនួន5គ្រាប់ទៅលើ hero ដែលនៅលើក្តាររបស់ enemy ដែលមកកបនឹងស៊ីចំនួនឈាម 7% នៃឈាមស្រូបរបស់ពួកវាសម្រាប់ passive skill ពេលដែល Commander Mia ឡើងដល់ផ្កាយ2នឹងបន្ថែមឲ្យយើងនៅគ្រាប់ពួនសាចចំនួន3គ្រាប់ដែលមានដើម្បីកាត់តាមឈាម hero ស៊ី 4% នៃឈាមរបស់ enemy សម្រាប់ hero ដែលមានហូបប្រច័ណ្ឌនៅលើក្បាលនឹងទទួលបាន attack speed 60% បន្ថែមពីលើនឹងទៀតសម្រាប់ power card របស់ Commander Mia នៅពេលដែលយើងជ្រើសរើសយកកាតហ្នឹងយើងនឹងទទួលបាន10 goal ហើយនឹងទទួលបាន item មួយដែលមានឈ្មោះថា Luna Longbow ដែលមានសមត្ថភាពបន្ថែម attack speed ឲ្យយើង 30% និងមានសមត្ថភាព restore ឈាមឲ្យគ្នាយើងនៅពេលដែល hero ដែលពាក់ item នេះសម្រាប់ enemy បានម្នាក់ចង់បញ្ជាក់បន្ថែមបន្តិចមុននឹងនិយាយច្បាស់គឺចង់និយាយថានៅពេលដែលគាត់ kill ម្នាក់គាត់ restore ឈាមឲ្យគ្នាយើងម្នាក់មិន kill ម្នាក់ restore ឈាមឲ្យគ្នាយើងទាំងអស់ទេហើយនេះផងដែរគឺជាការដែលខ្ញុំ recommend ឲ្យលេងជាមួយ Commander Mia តែបើអាចយកកាត scene របស់វាមកទៅឥឡូវហ្នឹងខ្ញុំក៏អត់អីនិយាយដែរអរគុណអ្នកនរគ្នាដែលមើលដល់កន្លែងហ្នឹងបើសិនជាអាចជួយចុច follow មួយទៅបើអ្នកមើលនៅលើ YouTube ជួយចុច subscribe ឲ្យខ្ញុំមួយផងអត់មានអីបន្តទៀតទេអរគុណនិងជំរាបលាអ្នកទាំងអស់គ្នា Cut down the traitors! Revenge has consumed me. I have failed the forest. I rise with the crescent moon's light. Moonlight reveals the truth of life.